បងកុំភ្លេចណាក្រុមហ៊ុនទេសចរ Sky King ណារួមទាំងនាងខ្ញុំដែរគឺមានការបញ្ចុះតម្លៃជាពិសេសហ្មងសម្រាប់បងដែលកំពុងតែមានបំណងចង់ធ្វើវីសាបងវីសាហ្នឹងគឺវីសាទៅប្រទេសធំណាដូចជាមានសហរដ្ឋអាមេរិកអូស្ត្រាលីអឺកាណាដាញូហ្សេឡង់អឺអីគេទៀតអង់គ្លេសអឺរ៉ុបអញ្ចឹងហើយនឹងប្រទេសផ្សេងជាច្រើនទៀតមានតាំងពីកូរ៉េមានតាំងពីជប៉ុនមានតាំងពីចិននិយាយទៅសពគ្រប់បែបយ៉ាងទាំងអស់ហ្មងបងតាក់ទងនឹងសេវាកម្មវីសាហើយមួយទៀតគឺសេវាកម្មធัวទៅជុំវិញពិភពលោកធัวប្រទេសធំប្រទេសទូចអីមានទាំងអស់ប្រទេសជិតខាងអីមានទាំងអស់បងណាទៅវៀតណាមទៅសិង្ហបុរីទៅម៉ាឡេទៅហ្វីលីពីនទៅឥណ្ឌូនេស៊ីទៅកូរ៉េទៅជប៉ុនទៅអូស្ត្រាលីទៅកាណាដាទៅអូយសពគ្រប់បែបយ៉ាងទាំងអស់បងហើយសេវាកម្មបន្ថែមមួយទៀតហ្នឹងគឺសេវាកម្មដែលយើងកំពុងតែផ្ទុះឲ្យល្បីខ្លាំងហ្នឹងគឺសេវាកម្មនាំភ្ញៀវឬក៏អ្នកជំងឺទៅខាងមន្ទីរពេទ្យនៅខាងប្រទេសម៉ាឡេស៊ីអញ្ចឹងបើសិនជាបងអឺអឺមានបំណងចង់កញ្ចប់ណាមួយចង់បានកញ្ចប់ណាមួយនៅក្នុងចំណែកដែលខ្ញុំនិយាយសេវាកម្មទាំង3មុខមិញហ្នឹងណាបងកុំភ្លេចអញ្ជើញទៅចូលរួមនៅស្តង់របស់ Sky King ថ្ងៃតាំងពិព័រណ៍របស់យើងគឺថ្ងៃទី7និងថ្ងៃទី8ក្រុមហ៊ុន Sky King គឺនឹងផ្ដល់ជូនជាកាដូជាទឹកប្រាក់ត្រឡប់មកវិញជូនបងអញ្ចឹងដើម្បីបងយកមកទិញទៅគឺបងបានចុះតម្លៃភ្លាមហ្មងព្រោះក្រុមហ៊ុនយើងជាក្រុមហ៊ុនស្តង់ដាបើតម្លៃដែលយើងលក់គឺយើងអត់មានការចុះតម្លៃផ្សេងគ្នាទេអតិថិជនដែលគាត់ទទួលបានកន្លងមកគឺការទុកចិត្តគេហៅទំនុកចិត្តតាក់ទងនឹងតម្លៃរបស់យើងគឺយើងល្អខ្លាំងមែនតើអញ្ចឹងបើសិនជាបងចង់បានតម្លៃពិសេសតម្លៃល្អបងអាចអញ្ជើញទៅស្តង់ទៅបងទទួលបានកាដូរង្វាន់ច្រើនសន្ធឹកសន្ធាប់ហើយបើសិនជាតាក់ទងនឹងសេវាកម្មជូនភ្ញៀវឬក៏ជូនអ្នកជំងឺទៅខាងមន្ទីរពេទ្យវិញណាបងគ្រាន់តែចុះឈ្មោះបងអស់តែ30រៀលទេអញ្ចឹងបងទទួលបានសម្ភារៈច្រើនណាមានតាំងពីដបថ្នាំមានតាំងពីដបដាក់ថ្នាំដបដាក់ទឹកហើយមានតាំងពីភួយទំហំឡើង2ម៉ែត្រអីប៉ុន្តែកាដូទាំងអស់ហ្នឹងចែកជូនបងហ្នឹងគឺយើងមានចំនួនកំណត់ណាបងត្រឹមតែ30 20ទៅ30ហ្នឹងអស់គឺអស់ហើយយើងអត់មានទៀតទេព្រោះយើងលើកឡើងមកគឺដើម្បីតែក្នុងកម្មវិធី event ប្រពឡើងដើម្បីអបអរសាទរនៅក្នុងថ្ងៃ8មីនាសប្តាហ៍ហ្នឹងឯងអញ្ចឹងបើសិនជាបងមានពេលបងបានអញ្ជើញទៅតាំងពីពណ៌នៅខាងកោះពេជ្រតាំងពីពណ៌គេលក់សម្ភារៈច្រើនណាសម្ភារៈផលិតផលខ្មែរផលិតផលកូនក្មេងផលិតផលកូនង៉ែផលិតផលម៉ាក់ផលិតផលប៉ាអីហ្នឹងបងអាចអញ្ជើញចូលលេងស្តង់របស់ Sky King យើងផងទៅដើម្បីទទួលបានកាដូកូនទូចគឺយើងចែកកាដូ free តែម្ដងហើយសម្រាប់ការធ្វើវីសាធ្វើអីគឺយើងមានភ្នាក់ងារវីសារបស់យើងអង្គុយចាំផ្ដល់ព័ត៌មានជូនបងតែតែសួរថាងទៅអាមេរិកហ្នឹងត្រូវការឯកសារខ្លះទៅអូស្ត្រាលីត្រូវការឯកសារខ្លះបងអាចអញ្ជើញមកសួរព័ត៌មានសួរតម្លៃសួរអីសពគ្រប់បែបយ៉ាងទាំងអស់គឺ free អត់គិតលុយទេបងតែថ្ងៃ event នេះណាបងថ្ងៃទី7ថ្ងៃទី8ហើយនាងខ្ញុំក៏នៅប្រចាំការនៅនឹងដែរអញ្ចឹងដើម្បីយើងជួបជុំគ្នានៅថ្ងៃទី7ថ្ងៃទី8ទាំងអស់គ្នាកម្មវិធីទី2គឺតាក់ទងនឹងកម្មវិធីសិក្ខាសាលាដែលនាងខ្ញុំហើយនឹងក្រុមការងារ Sky King យើងគឺយើងទទួលសិទ្ធិក្នុងការរៀបចំមន្ទីរពេទ្យ Thompson ដែលជាមន្ទីរពេទ្យមានសាខាធំនៅខាងសិង្ហបុរីហ្នឹងគេរៀបចំកម្មវិធីនៅក្នុងស្រុកខ្មែរយើងដែលមានដុកទ័រ2រូបគាត់អញ្ជើញមកផ្ដល់តាក់ទងនឹងបទពិសោធន៍រឿងប្រភេទជំងឺតម្រងនោមប្រភេទជំងឺប្រូស្តាតប្រភេទជំងឺខាងកលៀនអញ្ចឹងហើយនឹងសុខភាពខាងបរិសុទ្ធហើយមួយទៀតគឺសុខភាពស្ត្រីជាមួយនឹងការបន្តពូជរួមជាមួយនឹងអ្នកដែលពិបាកមានកូនអញ្ចឹងបងឲ្យតែចង់ដឹងពីបញ្ហាទាំងអស់ហ្នឹងបងអាចអញ្ជើញចូលរួមហើយអាចជួបជាមួយនឹងដុកទ័រកម្ពុជាដុកទ័រជំនាញតែម្ដងបងគឺប្រចាំនៅមន្ទីរពេទ្យ Thompson ហ្នឹងហើយជំនាញដុកទ័រផ្នែកខាងបរិសុទ្ធហ្នឹងក៏ជំនាញមួយដែលពិបាករកនៅខាងប្រទេសម៉ាឡេដែរអញ្ចឹងបងអាចចំណាយពេលមកចូលរួមនៅថ្ងៃទី14ខែ3ឬក៏បងអាចអញ្ជើញទៅទិញសម្បត្តិចូលរួមនៅក្នុងស្តង់របស់យើងនៅថ្ងៃទី7ថ្ងៃទី8ហ្នឹងហ្មងក៏បានដែរការចូលរួមបងគឺមកដឹងថាទទួលបានចំណេះដឹងត្រឡប់វិញហើយនៅទទួលបានកាដូច្រើនស្ថិតធាប់ទៀតអញ្ចឹងដើម្បីកម្មវិធីល្អទាំងអស់ហ្នឹងសូមអញ្ជើញបងអឺមកចុះឈ្មោះមកចុះឈ្មោះហើយមកចូលរួមជាពិសេសនៅថ្ងៃទី7 8មីនា